ទីនឆានវរៈគោលបានបញ្ជូនសញ្ញាច្បាស់លាស់មួយថាការប្រយុទ្ធជាមួយកម្ពុជានឹងមិនបញ្ចប់ដោយសារតែសម្ពាធពីខាងក្រៅទេមិនថាសហរដ្ឋអាមេរិកមិនថាចិនមិនអាចចងដៃថៃឲ្យឈប់បាញ់ជាមួយកម្ពុជាបានឡើយលុះត្រាតែកម្ពុជាសុំឈប់មុននេះបើយោងទៅតាមកាសែតខៅសូតនិយាយនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃលោកអនុទាននាយករដ្ឋមន្ត្រីចាំផ្ទះទីខែរបស់ថៃបានបដិសេធមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំឲ្យឈប់ប្រយុទ្ធនិងបានជៀសវាងមិនព្រមឆ្លើយសំណួរអំពីការជំរុញឲ្យអត់ធ្មត់របស់ប្រទេសចិនផ្ទុយទៅវិញលោកអនុទានបានរុញឲ្យលោកត្រាំត្រឡប់ទៅសួរកម្ពុជាហើយប្រាប់កម្ពុជាផងថាបើចង់មានបទឈប់បាញ់ត្រូវកម្ពុជាទម្លាក់អាវុធមុនចាំចរចាជាមួយនឹងថៃតាមក្រោយការរុញសំណើអាមេរិកចោលហើយមិនអើពើទៅនឹងការអំពាវនាវរបស់ចិនមិនខុសអ្វីពីការបដិសេធមិនទទួលស្គាល់តួនាទីរបស់ទីក្រុង Washington ឬក៏ទីក្រុងប៉េកាំងនៅក្នុងការសម្របសម្រួលចំនួននេះឡើយលោកអនុទានកំពុងបង្ហាញថាមហាអំណាចខាងក្រៅគ្មានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ប្រទេសថៃនោះទេនេះបើយោងទៅតាមការយល់ឃើញរបស់អ្នកវិភាគកិច្ចការអន្តរជាតិនៅក្នុងស្រុកដែល News Today បានជជែកជាមួយទន្ទឹមនឹងនោះលោកអនុទានចង្អុលកម្ពុជាចំពោះការប្រើប្រាស់រ៉ុកែត BM-21 ដោយអះអាងថានោះគឺជាអាវុធដ៏ហិង្សាក៏ប៉ុន្តែនាយករដ្ឋមន្ត្រីយាមផ្ទះរូបនេះមិនបានចង្អុលខ្លួនឯងចំពោះការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកកំភ្លើងធំ150មីលីម៉ែត្រ102មីលីម៉ែត្រ B50 និងបាញ់ផ្លោងពីនាវាចម្បាំងទៀតមកលើកម្ពុជាឡើយក្រុមអ្នកវិភាគនិយាយថាលោកអនុទានព្យាយាមបង្ហាញថាខ្លួនឯងគឺជាតួឯកដើម្បីផ្គប់ចិត្តក្រុមជាតិនិយមផ្កាប់មុខរបស់ថៃនិងដើម្បីសន្សំសន្លឹកឆ្នោតបង្កើនអាសនៈនៅក្នុងសភាខណៈដែលការបោះឆ្នោតរបស់ថៃនឹងរៀបចំឡើងនៅខែកុម្ភៈឆ្នាំ2026អាមេរិកនិងចិនមិនទាន់មានប្រតិកម្មអ្វីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកអនុទានទេគិតត្រឹមល្ងាចថ្ងៃទី16ខែធ្នូឆ្នាំ2025